សូមជូនរឿងស័កបណ្ឌិតបើមានបំណងធំគួរកុំស្ដាយជីវិតនឹងទ្រព្យសម្បត្តិក្នុងការកន្លងទៅហើយព្រះបាទបរមទត្តសោយរាជក្នុងក្រុងពេរិណសីកាលនោះព្រះសម្ពុទ្ធបរមគ្រូទ្រង់សោយព្រះជាតិជាសត្វទន្សាយនៅអាស្រ័យក្នុងដងព្រៃមួយក្នុងព្រៃនោះមានស្វាមួយចចកមួយភេមួយជាសម្លាញ់នឹងគ្នាបាននៅរួមជាមួយគ្នានឹងទន្សាយសុទ្ធតែជាបណ្ឌិតគឺជាសត្វចេះដឹងតែងនាំគ្នាស្វែងរកអាហារតាមកោស្ថានរៀងៗខ្លួនដល់ពេលល្ងាចទើបបានមកជួបជុំគ្នាចំណែកស័កបណ្ឌិតទន្សាយតែងបញ្យល់ធម៌ដល់សត្វទាំង3ថាអ្នករកគ្នាត្រូវធ្វើទានរក្សាសិលធ្វើអបោសតកម្មកំខានសត្វទាំង3ក៏ព្រមទទួលប្រតិបត្តិតាមឱវាទរបស់ទន្សាយគ្រប់គ្នាថ្ងៃមួយទន្សាយក្រឡេកមើលទៅអាយដល់អាកាសបានឃើញព្រះច័ន្ទរះពេញវង្សភ្លឺស្វាងតែងក្នុងនាភីលីក៏ដឹងច្បាស់ថាស្អែកនេះជាថ្ងៃឧបោសថទើបហៅសត្វទាំង3មកប្រាប់ថាណែសម្លាញ់ស្អែកនេះជាថ្ងៃឧបោសថអ្នកទាំងអស់គ្នាត្រូវរក្សាបោសថហើយឲ្យទានផងព្រោះការរក្សាសិលឲ្យទានតែងបានផលច្រើនសត្វទាំង3នោះព្រមទទួលធ្វើតាមលុះព្រឹកឡើងភេកបានកំណត់សិលក្នុងចិត្តហើយក៏ត្រាច់ទៅរកចំណីក្បែរឆ្នេរគង់គាទីបានឃើញត្រីស្ពិន7ដែលព្រានសន្ទូចដោតជាប់នឹងចង្កោមទុកក្នុងគំនរខ្សាច់ក៏បន្លឺសំឡេង3ដងថាត្រីនេះមានម្ចាស់ឬទេកាលបើមិនឃើញម្ចាស់ហើយក៏ប៉មត្រីនោះទៅទុកក្នុងលំនៅរបស់ខ្លួនរងចាំការគួរនិងបរិភោគក៏ដេកពិចារណាសិលរបស់ខ្លួនទៅឯចចកចេញទៅរកអាហារបានប្រទះឃើញសត្វទន្សាយឆ្អើមួយចង្កាក់និងតិធិមួយដបដែលអ្នកស្រែម្នាក់ដាក់ក្នុងខ្ទមក៏ស្រែកបន្លឺ3ដងថារបស់នេះមានម្ចាស់ឬទេកាលបើមិនឃើញម្ចាស់ហើយក៏ប៉មយកទៅទុកក្នុងលំនៅរបស់ខ្លួនរងចាំការគួរនឹងបរិភោគក៏ដេកពិចារណាសិលរបស់ខ្លួនទៅឯស្វាបានចូលទៅក្នុងព្រៃរកបេះផ្លែឈើស្វាយទុំមួយយកទៅទុកក្នុងលំនៅរបស់ខ្លួនរងចាំការគួរនឹងបរិភោគក៏ដេកពិចារណាមើលសិលរបស់ខ្លួនទៅឯទន្សាយបណ្ឌិតបានគិតថាចាំដល់ពេលស្រួលអញចាញ់ទៅស៊ីស្មៅប៉ុន្តែបើមានស្មុំយាយចកមកកាន់សំណាក់អញគ្មានអ្វីឲ្យទេសូម្បីតែអង្ករនិងល្ងក៏គ្មានដែរប្រសិនបើមានស្មុំយាយចកមកសុំមែនអញឲ្យសរីរៈរបស់អញទាំងមូលនេះជាទានដោយដេកជាសិលនិងទានចេតនារបស់ទន្សាយបណ្ឌិតដែលកើតមានពិតក្នុងចិត្តក៏ក្តៅដល់អាសនៈរបស់សកទេវរាជលំដាប់នោះសកទេវរាជបានពិចារណាជ្រាបហេតុសពគ្រប់ហើយទើបចង់លបងមើលសិលនិងទានរបស់ទន្សាយបណ្ឌិតក៏និម្មិតខ្លួនជាពេនចាស់ដើរចូលទៅកន្លែងភេជាមុនភេបានឃើញអន្តព្រាននោះហើយក៏សួរថាតាអញ្ជើញមកមានការអ្វីអន្តព្រានប្រាប់ថាខ្ញុំមកនេះប្រាថ្នារកអាហារប្រសិនបើជាបានបន្តិចបន្តួចខ្ញុំបរិភោគហើយនឹងរក្សាសិលនៅក្នុងទីនេះភេឆ្លើយថាប្របីហើយលោកតាថ្ងៃនេះខ្ញុំបានត្រីស្ពិន7ដែរសូមលោកតាពិសាចុះអន្តព្រានទទួលផ្ញើទុកហើយក៏ហោះទៅលំនៅចចកទៀតចចកបានឃើញហើយក៏និយាយរាក់ទាក់នឹងអន្តព្រានថាលោកតាថ្ងៃនេះខ្ញុំបានសាច់ទន្សាយឆ្អើមួយចង្កាក់និងតិធិមួយដបសូមលោកតាពិសាហើយធ្វើសមណធម៌ក្នុងទីនេះចុះអន្តព្រានក្រនតែនិយាយទទួលអំណរហើយក៏ហោះទៅលំនៅរបស់ស្វាទៀតស្វាបានឃើញហើយក៏និយាយរាក់ទាក់គួរសមនឹងអន្តព្រានថា ថ្ងៃ
ថ្ងៃនេះខ្ញុំមានស្វាយទុំមួយនិងទឹកត្រជាក់មួយទេសូមអញ្ជើញលោកតាពិសាហើយធ្វើសក្មណធម៌ក្រោមម្លប់ឈើជាទីរីករាយនេះចុះអន្តព្រានគ្រាន់តែរាក់ទាក់ទទួលអំណរហើយហូរទៅលំនៅរបស់ទន្សាយបណ្ឌិតទៀតលុះទៅដល់ហើយក៏និយាយរៀបរាប់អំពីសេចក្តីត្រូវការចង់បរិភោគអាហារនិងនៅរក្សាបោសថសិលប្រាប់ដល់ទន្សាយបណ្ឌិតឯទន្សាយបណ្ឌិតបានឮដូច្នោះហើយក៏និយាយថាតាព្រានអើយតាអញ្ជើញមកកាន់សំណាក់ខ្ញុំប្រពៃណាស់ហើយខ្ញុំនឹងឲ្យទានដែលខ្ញុំមិនធ្លាប់បានឲ្យប៉ុន្តែបើលោកតាជាអ្នករក្សាសិលតើមិនធ្វើបាណាតិបាតចូលតាទៅរកអស់បង្កាត់ភ្លើងហើយមកប្រាប់ដល់ខ្ញុំនឹងលោតទម្លាក់ខ្លួនត្រង់កណ្ដាលរងើកភ្លើងនោះបើសាច់របស់ខ្ញុំឆ្អិនល្មមហើយសូមលោកតាពិសាហើយធ្វើសក្មណធម៌ចុះវេលានោះអន្តព្រានបានបង្កាត់ភ្លើងដោយឫទ្ធិរបស់ខ្លួនឆេះយ៉ាងសន្ធោសន្ធៅហើយមកប្រាប់ដល់ទន្សាយបណ្ឌិតក៏ដើរទៅឈរជិតគំនរភ្លើងនោះនិយាយថាប្រសិនបើមានសត្វល្អិតច្រកនៅត្រង់ចន្លោះរោមរបស់យើងសូមកុំឲ្យស្លាប់រលាស់ខ្លួន3ដងហើយក៏លោតទៅក្នុងគំនរភ្លើងដោយចិត្តរីករាយដូចជារាជហង្សចុះទុំពីលើគំនរផ្កាឈូកក្រហមគួរអស្ចារ្យពេកណាស់សូម្បីតែរោមមួយក៏មិនឆេះឡើយត្រជាក់ដូចជាលោតចូលទៅក្នុងគំនរទឹកសន្សើមលំដាប់នោះទន្សាយបណ្ឌិតសួរអន្តព្រានថាតាអើយភ្លើងនេះក៏ត្រជាក់ម្ល៉េះអន្តព្រានឆ្លើយថាចៅអើយតាមិនមែនជាព្រានទេគឺជាព្រះអិនខ្ញុំមកនេះដោយចង់លបងមើលសិលនិងទានរបស់អ្នកទេតាទន្សាយបណ្ឌិតបានបន្លឺសីហនាតបថាបបិទ្ធមហារាជកុំថាឡាយព្រះអង្គម្នាក់ឯងបើຕົកជាលោកសន្និវិសទាំងមូលមកចង់លបងមើលទានរបស់ខ្ញុំក៏ដោយត្រង់របស់អ្វីដែលខ្ញុំមិនចង់ឲ្យនោះគ្មានទេលំដាប់នោះសកទេវរាជពោលថាមនាលទន្សាយបណ្ឌិតគុណរបស់អ្នកចូលតាំងនៅអស់ការមួយកាប់កុំឲ្យរលកបាត់ទៅទើបចាប់ថ្មធំដោយទេវានុភាពច្របាច់ពូតយកជ័រទៅគូសជារូបទន្សាយភ្ជាប់នឹងមណ្ឌលព្រះច័ន្ទហើយត្រឡប់ទៅកាន់ទេវលោកវិញឯសត្វទាំង4ក៏នាំគ្នារក្សាសុចរិតដរាបដល់អស់អាយុបានទៅកើតក្នុងទេវលោកទាំងអស់គ្នាជាដកនេះព្រះសាស្តាទ្រង់ត្រាស់ថាភេក្នុងការនោះគឺអនន្តចចកគឺមកកលៀនស្វាគឺសិរីបុត្រព្រះអិនគឺអនុរុទ្ធទន្សាយបណ្ឌិតគឺព្រះតថាគតរឿងសក្សបណ្ឌិតចប់ត្រឹមតែប៉ុណ្ណេះសូមអរព្រះគុណនិងសូមអរគុណ